បាទនេះរោងទាបងប្អូននេះស្ថិតក្នុងថ្ងៃទី15រោងទាបានរួចជាស្ថាពររួចទាំងប្រក់រួចទាំងព្រំនេះបណ្ដោយខ្ញុំថតបណ្ដោយពីជើងទៅត្បូងពីត្បូងទៅជើងទ្រង់ទាហើយបងប្អូនជាមួយផ្នែកខាងក្រោមម្ដងណាខ្ញុំដើរមកក្រោមទ្រង់ទាផ្នែកខាងក្រោមនេះជ្រុងទាំងខាងលិចទាំងខាងលិចនេះផ្នែកខាងក្នុងទ្រង់ទាបងប្អូនហើយជួយចារណាមើលហើយបងប្អូនមើលទៅលើផងណាមើលទៅដំបូលអានេះឈើតទេបងប្អូនឈើតទេមើលទៅលើមើលទៅដំបូលតើឲ្យបន្ទុកផងតើគួរឲ្យកម្រិតណាចាប់ពីថ្ងៃទី1រហូតដល់ថ្ងៃទី15បានរួចផ្នែកខាងលើរួចអស់ផ្នែកខាងលើទាំងប្រក់ទាំងព្រំនៅផ្នែកខាងក្រោមនៅផ្នែកឥដ្ឋនេះផ្ទាំងខាងកើតទាំងខាងកើតបានគ្នាបបាន2គ្នាបបណ្ដោយបាន2គ្នាបបណ្ដោយខាងកើតរីឯផ្ទាំងខាងលិចនេះមើលដំបូលបងប្អូនអានេះឈើកតទៀតមើលផ្ទាំងខាងលិចមើលគ្នាបលើណាគ្នាបលើបាន2ដែរតែ2ឈើតទៀតបងប្អូនហ្នឹងហើយឈើតហើយសម្ភារៈខាងក្រោមនេះត្រង់នេះក៏សិតទៅតដែរហើយនេះឈើអត់តផ្នែកផ្ទងផ្នែកអីសិតឈើអត់តនេះហើយបងប្អូនសូមពិចារណាមើលទៅលើផងមើលទាំងដំបូលគួរមិនគួរអីហ្នឹងណាជាងលំបាយនេះវាឆេតកញ្ឆតគ្នាមិនដែលធ្លាប់ជាងកអិតមកធ្វើប្រក់ដំបូលក៏យ៉ាប់ដែរប៉ុន្តែមិនជាធ្លុះអីប្រហែលទេជាក់ស្ដែងនៅមើលការពិតវាមិនជាធ្លុះអីប្រហែលទេតែគ្រាន់ថាវាប្រភេទម៉េចអាហ្នឹងខ្ញុំពីរនេះមិនហ៊ានអាកាត់ទេតែបងប្អូនអស់គ្នាហើយខាងកើតហ្នឹងគឺដែកអត់ស្មើដូចខាងលិចទេដែកផ្នែកខាងកើតហ្នឹងហើយកន្ទួមនេះវាកែកបន្តិចខុសគ្នាប្រហែល5ហ៊ុនកន្ទួមឯរោងទាមួយផ្ទាំងពីរផ្ទាំង3ផ្ទាំង4ផ្ទាំង5ផ្ទាំង5 គុណ16បាទអត់មានអីច្រើនប៉ុណ្ណឹងចុះ